នួនមកចែកជូនទៅបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាសំឡេងរបស់ខ្ញុំអាចនាំបងប្អូនទាំងអស់គ្នាចូលទៅសាច់រឿងនេះបានតោះយើងចូលដល់ប្រិយមិត្តទី1របស់យើងដែលគាត់បានចែករំលែករហូតទៅដល់3សាច់រឿងតើគាត់ជួបអ្វីខ្លះសាច់រឿងទី1នេះបានកើតឡើងនៅក្នុងចុងឆ្នាំ2018ចូលទៅឆ្នាំ2019រឿងហេតុនេះគឺជារឿងហេតុដែលគាត់ជួបតែមួយផ្លែតមួយព្រឹបមួយយប់ដែលពួកគាត់ធ្វើអត់ដឹងអត់ឮកុំឲ្យផ្អើលកុំឲ្យឈូឆរគាត់បានប្រាប់ថាគាត់និងមិត្តភ័ក្តិរបស់គាត់បានទៅលេងទីរមណីយដ្ឋានមួយកន្លែងដែលល្បីឈ្មោះមែនទែននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋខ្មែរមានជំនឿខ្លាំងនោះដែរមានន័យថាតែងតែទៅសែនព្រេនតែងតែគោរពបូជាបើសិនជាឆ្លងកាត់នៅទីកន្លែងនោះមិនដែលឡើយខានគឺតែងតែចូលបន់ស្រន់ជានិច្ចគាត់ទៅជាមួយមិត្តភ័ក្តិរបស់គាត់មួយក្រុមហើយមានម្នាក់គឺជាបងប្អូនជនជាតិដំណើរកម្សាន្តនេះគឺមានភាពរលូនខ្លាំងមែនទែនមិនមានឧបសគ្គអ្វីទាំងអស់រហូតដល់មានមិត្តភ័ក្តិគាត់ម្នាក់គឺជាមនុស្សម្នាក់ដែលចូលចិត្តនិយាយអីផ្ដេសផ្ដាសមាត់រពិលរពោចមិនជឿទៅលើអបិយជំនឿចេះតែនិយាយផ្ដេសផ្ដាសហើយនៅក្នុងថ្ងៃនោះពេលវេលានោះគឺគាត់ពិតជានិយាយផ្ដេសផ្ដាសច្រើនតើសម្ដីរបស់គាត់បែបណាក៏ខ្ញុំអត់ដឹងដែរប៉ុន្តែយើងអាចកាត់ន័យយល់បានថានិយាយប៉លពោនិយាយផ្ដេសផ្ដាសហ្នឹងវារបៀបម៉េចណោះម្ចាស់សាច់រឿងបានឮសម្ដីទាំងអស់ហ្នឹងគាត់ភ្ញាក់ព្រឺនហើយគាត់បែរទៅមិត្តភក្តិគាត់ព្យាយាមហាមថាណែកុំនិយាយផ្ដេសផ្ដាសមកកន្លែងអញ្ចឹងតែនិយាយផ្ដេសផ្ដាសអញ្ចឹងប្រយ័ត្នមានរឿងឥឡូវយើងកុំនិយាយអីផ្លាស់ប្ដូររឿងផ្សេងទៅកុំនិយាយរឿងអស់ហ្នឹងអីវគេប្រកាន់ហ្នឹងមានរឿងដាក់ខ្លួនឥឡូវហើយមិត្តភក្តិរបស់គាត់ក៏ទទួលស្ដាប់ហើយក៏ស្ងាត់មាត់ហើយអ្នកទាំងអស់គ្នាក៏បានផ្លាស់ប្ដូរលើកប្រធានបទនេះលើកប្រធានបទនោះមកនិយាយក្រោយដើរលេងឆ្អែតឆ្អន់រួចហើយពួកគាត់ក៏បានស្វែងរកផ្ទះសំណាក់មួយកន្លែងដែលមានក្រែ2ដើម្បីស្នាក់នៅត្រឹមតែមួយយប់តែប៉ុណ្ណោះមុននឹងឡើងមកភ្នំពេញវិញពួកគាត់បានចតឡានដើរចូលទៅសួររីសេពហើយគេបានហុចសោមកហើយពួកគាត់ក៏កាន់សោមួយនឹងដើរទៅកាន់បន្ទប់ក្រោយពីបើកសោចូលបន្ទប់មិត្តភក្តិរបស់ពួកគាត់ក៏ចាប់ផ្ដើមដណ្ដើមខែគ្នាហើយរបៀបថាអូខ្ញុំយកអានេះចាប់ផ្ដើមបោះវលីចាប់ផ្ដើមបោះសាកដោរបស់ខ្លួនឯងដើម្បីសម្គាល់ថាខែហ្នឹងខ្ញុំយកហើយខែនេះនៅសល់ហ្នឹងតើបោះណាគេអាហ្នឹងចាត់ចែងខ្លួនឯងទៅដោយសារតែពួកគាត់បានរឹសក្រែអស់ហើយម្ចាស់សាច់រឿងឃើញថាមានប្រឡោះមួយនៅខែខាងនេះអញ្ចឹងគាត់ក៏សម្រេចចិត្តថាយកក្រែមួយហ្នឹងដើម្បីគេងព្រោះណាមួយគាត់គិតថាគាត់ជាអ្នកជឿចឹងគាត់មានការគោរពប្រតិបត្តិបំណាច់ថាមានការគោរពប្រតិបត្តិហើយប្រហែលជាមិនមានរឿងអ្វីកើតឡើងទេខុសហុងស៊ុយឬក៏មិនម៉េចក៏អត់អីដែររឿងមួយយប់បានកើតឡើងតែមិនមានអ្នកណាម្នាក់ឮសូរនោះឡើយនៅក្នុងយប់នោះពួកគាត់បានគេងលក់រហូតដល់ព្រឹកឡើងប៉ុន្តែក្នុងយប់នោះមិនមែនមានន័យថាមិនមានរឿងអ្វីកើតឡើងនោះឡើយពួកគាត់បានជជែកវែកញែកគ្នាលុះព្រលឹមឡើងដែលគាត់ឡើងមកភ្នំពេញវិញមិត្តភ័ក្តិរបស់គាត់រួមបន្ទប់គាត់ចាប់ផ្ដើមបើកប្រធានបទចាប់ផ្ដើមលើកប្រធានបទមួយហ្នឹងយកមកនិយាយគាត់ថាអញ្ចេះយំមិញគាត់បានឃើញសម្ហល់មនុស្សម្នាក់ចេញពីចុងក្រែរបស់ម្ចាស់សាច់រឿងហើយឡើងមកគេងនៅកន្លែងខែនៅជាប់ជាមួយនឹងម្ចាស់សាច់រឿងហ្នឹងតែម្ដងអ៊ុយព្រឺក្បាលម្ចាស់សាច់រឿងឮបែបហ្នឹងមិនមានការបកែកមិនមានការបដិសេធណាមួយទាំងអស់តែបាននិយាយបន្តការសន្ទនានឹងដោយពាក្យថាភិនភាគម្នាក់នឹងគឺជាជនជាតិបរទេសត្រូវអត់ក្បាលពោះធំស្លៀកកសែងពោះគោត្រូវអត់អូយព្រឺក្បាលមែនតើដើរតម្រង់មកគេងចិត្តខែរបស់គាត់ហ្មងត្រូវឬមិនត្រូវមិត្តភ័ក្តិរបស់គាត់ឮបែបហ្នឹងភ្ញាក់ព្រឺតែម្ដងហើយសួរថាមិនដឹងគាត់ថានៅពេលដែលគាត់កំពុងតែសង្ងំអាលីវហ្នឹងគាត់ឃើញមិត្តភ័ក្តិរបស់គាត់ដែលចែករំលែកបើកក្បាលកិច្ចសន្ទនាហ្នឹងកំពុងតែអង្គុយលេងទូរស័ព្ទហើយគាត់ឃើញម្នាក់នឹងបរទេសមួយនឹងជាអរូបមួយនឹងដើរចេញពីចុងក្រែហ្នឹងឡើងមកគេងចិត្តគាត់ប៉ុន្តែបំណាច់គាត់ថាគាត់មិនបានធ្វើអីគេគាត់ក៏ផ្សងក្នុងចិត្តថាចេះបើគាត់មិនបានបំពេញគេទេអញ្ចឹងសូមកុំឲ្យគេបំពេញគាត់បានហើយគាត់ក៏បានប្រាប់ដែរថាគាត់បានឃើញមិត្តភ័ក្តិគាត់នោះសន្លឹងឃើញដូចគ្នាដូច្នេះហើយក្រោយពីឃើញហ្នឹងគាត់ឃើញមិត្តភ័ក្តិរបស់គាត់បិទទូរស័ព្ទហើយរត់ឡើងលើក្រែដើម្បីគេងដូចគ្នាម្នាក់មិនហ៊ាននិយាយនោះទេព្រោះធ្វើម៉េចឲ្យឆ្លងផុតមួយយប់ហ្នឹងវគេថាបើសិនជាបើកកិច្ចសន្ទនាទាំងយប់ហ្នឹងទៅវគេថាយើងគិតផ្ដេសផ្ដាស់ឡាក់នឹងឡាក់អីចឹងទៅអញ្ចឹងម្នាក់រក្សាភាពស្ងៀមស្ងាត់ធ្វើយ៉ាងណាឲ្យឆ្លងត្រឹមតែមួយយប់ហ្នឹងឲ្យផុតរហូតដល់ពេលនេះ
ទើបបានពួកគាត់ទម្លាយសាច់រឿងទាំងអស់យ៉ាងម៉េចដែរបងប្អូនសាច់រឿងទី1របស់គាត់មានសភាពខ្លីប៉ុន្តែអមនុស្សដែលបានចេញមកនេះមិនមែនជាការមើលឃើញត្រឹមតែម្ចាស់សាច់រឿងទេតែអ្នកនៅក្នុងបន្ទប់ហ្នឹងក៏មើលឃើញដែរហើយជាជនជាតិបរទេសបំណាច់ថាយើងនិយាយអំពីកន្លែងស្នាក់នៅហើយមានអមនុស្សដែលជាជនជាតិបរទេសហ្នឹងខ្ញុំទើបតែទទួលបានសាច់រឿងថ្មីមួយដែរចេញមកពីមិត្តភ័ក្តិរបស់ខ្ញុំនៅពេលដែលគាត់ទៅមើលការដ្ឋានសាងសង់ផ្ទះរបស់គាត់មួយកន្លែងនៅឯខេត្តកែបគាត់ថាអញ្ចឹងពេលនោះគាត់ទៅមើលការដ្ឋានគាត់ទៅមើលផ្ទះរបស់គាត់ដែលកំពុងតែសាងសង់ហើយគាត់បានគេងនៅក្នុងអូតែលលំដាប់មួយខ្ញុំមិនបញ្ចេញថាអូតែលនឹងឈ្មោះអីទេប៉ុន្តែខ្ញុំដឹងក្នុងចិត្តថាអូតែលនឹងក៏មិនធម្មតាដែរតែបើថាទើបតែសង់ហើយជាអូតែលថ្មីជាអូតែលលំដាប់យ៉ាងណាក៏ដោយប៉ុន្តែតំបន់ដែលអូតែលនឹងសាងសង់គឺញាក់សាច់គ្រាន់តែគាត់ប្រហែលមកថាគាត់គេងនៅណាខ្ញុំថាអត់មានអីចម្លែកទេជួបក៏អត់មានអីចម្លែកដែរគាត់ថាអញ្ចឹងនៅពេលហ្នឹងគាត់គេងតែម្នាក់ឯងនោះទេគាត់កំពុងតែគេងលង់លក់ស្រាប់តែមានទម្ងន់មួយមកសង្កត់គាត់អ្វីហាក់ដូចជានៅក្នុងយល់សប្តិតែក៏ដូចហាក់ដូចជាការពិតដែរគាត់បានបើកភ្នែកមើលគាត់បានឃើញអ៊ុយភឺគាត់បានឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់កំពុងតែសង្កត់របស់គាត់កំពុងតែសង្កត់គាត់ហើយគាត់រើអត់បានទេហើយគាត់គិតទៅពិសេសជួយផងអញ្ចឹងទៅហើយឥណ្ឌូនេស៊ីនឹងនិយាយជាភាសាឥណ្ឌូមកកាន់គាត់ប្រើណាគាត់ស្រែកមិនក៏អត់លឺគាត់ស្រែកមិនក៏រើអត់រួចគាត់ព្យាយាមរើខ្លាំងមែនទែនរើយ៉ាងណាក៏រើអត់រួចដែរនៅពេលនោះគាត់បានលឺសំឡេងមនុស្សចាស់កំពុងតែជជែកវែកញែកគ្នាប្រុកប្រាយពីនេះប្រុកប្រាយពីនោះដោយអាសេរីមនុស្សចាស់ញ៉ាំតែអង្គុយប្រុកប្រាយគ្នានៅតុតែអញ្ចឹងណាគឺដូចអញ្ចឹងនៅពេលហ្នឹងគាត់ឮសំឡេងហ្នឹងគាត់ក៏ងាកទៅតាមសំឡេងហ្នឹងសំឡេងនោះគឺចេញមកពីវេរ៉ង់ដារបស់គាត់នៅពេលដែលគាត់ក៏លេចមើលទៅវេរ៉ង់ដារបស់គាត់បានឃើញមនុស្សចាស់មួយក្រុមកំពុងតែអង្គុយញ៉ាំតែហើយជជែកគ្នាលេងមើលទេសភាពការស្លៀកពាក់របស់ពួកគាត់មិនមែនជាមនុស្សសម័យទេតែហាក់ដូចជាមនុស្សសម័យដើមនៅពេលនោះហើយគាត់ស្រែកឲ្យថាជួយខ្ញុំផងឥណ្ឌូនេស៊ីនេះហៅសកត់ខ្ញុំចង់និយាយចឹងអញ្ចឹងចាស់ទាំងអស់ហ្នឹងគ្រាន់តែឃើញហើយក៏ប្រាប់ថាអើយមិនអីទេអាមួយហ្នឹងវាស្លូតទេសុំវាឲ្យត្រឹមត្រូវទៅវាប្រឡែងហើយអូយពឺក្បាលមែនតើគាត់ក៏សួរថាអញ្ចេះឥឡូវសុំមិនធ្វើម៉េចឲ្យរួចពេលនោះអ៊ំទាំងអស់ហ្នឹងក៏ឲ្យគាត់និយាយតាមពួកគាត់ហើយគាត់ប្រាប់ថានៅក្នុងយល់សប្តិគឺគាត់ចាំច្បាស់ថាសម្ដីអស់ហ្នឹងគឺបែបណាតែនៅពេលដែលគាត់ងើបមកគឺគាត់ភ្លេចអស់អាលីងតែម្ដងអញ្ចឹងនៅក្នុងយល់សប្តិហ្នឹងគាត់ក៏បាននិយាយទៅតាមអ៊ំទាំងអស់ហ្នឹងហើយអមនុស្សឥណ្ឌូនេស៊ីហ្នឹងក៏ពិតជាប្រឡែងមកគាត់មែនហើយមកអង្គុយនៅចុងខៀងគាត់ព្យាយាមខាត់គាត់ហើយគាត់នេះអាមនុស្សកំពុងតែភ័យគេងម្នាក់ឯងហើយខ្មោចសកត់គាត់បានរុលឡើងលើក្បាលខែហើយគាត់បានរបៀបថាស្រែកចេញឲ្យឆ្ងាយពីខ្ញុំឡាបុគ្គលឥណ្ឌូនេស៊ីនឹងព្យាយាមរងាប់អារម្មណ៍គាត់ហើយប្រាប់គាត់និយាយជាភាសាអង់គ្លេសនិយាយច្រើនមែនទែនរៀបរាប់តាំងពីឈ្មោះរៀបរាប់តាំងពីសាច់រឿងរៀបរាប់ពីស្អីអញ្ចឹងទៅគឺច្រើនមែនទែនប៉ុន្តែនៅពេលដែលគាត់ដឹងខ្លួនគាត់ចាំសំខាន់គឺមានតែឃ្លាមួយតែប៉ុណ្ណោះបុគ្គលម្នាក់ហ្នឹងបានប្រាប់គាត់ថាគេឈ្មោះអីគេហើយគេបានប្រាប់គាត់ថាអញ្ចឹងគេមានលុយច្រើនណាស់ជាភាសាអង់គ្លេសគេមានលុយច្រើនណាស់គេអត់ខ្វះទេគេមកដើរលេងនៅស្រុកខ្មែរមកដើរកំសាន្តប៉ុន្តែជួបរឿងអកុសលហើយនៅពេលហ្នឹងគឺគេជាប់នៅទីនេះទោះមានលុយប៉ុណ្ណាក៏ខ្ញុំអត់អាចចេញពីកន្លែងហ្នឹងបានដែរឥឡូវហ្នឹងគេជាប់នៅកន្លែងហ្នឹងហើយទៅណាក៏អត់រួចចង់ទៅស្រុកវិញក៏អត់កើតចង់ទៅជួបឪម៉ែវិញក៏អត់កើតគឺគេនៅទីកន្លែងហ្នឹងគាត់ដឹងតែប៉ុណ្្នឹងគាត់ក៏ភ្ញាក់ឡើងពីដំណេកហើយវិចប្រវិចទាំងយប់ដើរចេញតែម្ដងពេលនោះប្រហែលជាម៉ោង 3-4 ភ្លឺគាត់ដើរតម្រង់មកកាន់តុរីសេពដើម្បីប្រាប់គេថា check out ណាគាត់ថាអញ្ចឹងនៅពេលដែលគាត់តម្រង់ដើរចេញមកគាត់បានមើលទៅតុរីសេពហើយតុរីសេពហ្នឹងអត់មានការភ្ញាក់ផ្អើលចំពោះគាត់ប៉ុន្តែជាការខ្សឹបខ្សៀវដែលគាត់លឺលហៀងពីចម្ងាយរបៀបថាទៀតហើយសង្ស័យទៅជួបទៀតហើយអញ្ចឹងនៅពេលដែលគាត់ check out reset មិនបានខាត់មិនបានសួរអ្វីទាំងអស់គឺមានការ check out ទៅតាមវិធីរបស់គេតាមសម្រួលហើយគាត់ក៏ចាយចេញមកគាត់បានយកសាច់រឿងនេះទៅប្រាប់ទៅកាន់លោកយាយរបស់គាត់ហើយលោកយាយរបស់គាត់ក៏ប្រាប់ថាប្រហែលជាព្រលឹងដែលជាប់នៅទីកន្លែងនោះអត់អាចទៅណារួចហើយមើលឃើញថាចៅឯងហ្នឹងមាននិស្ស័យអញ្ចឹងក្នុងករណីហ្នឹងដែលអាចជួយគេបានអញ្ចឹងទើបគេបង្ហាញខ្លួនមកឲ្យចៅឯងឃើញអញ្ចឹងទៅធ្វើបន់ឲ្យគេទៅធ្វើបន់ឲ្យគេទៅពេលដែលគាត់ត្រឡប់ទៅមើលការដ្ឋានវិញគាត់ក៏និមន្តព្រះសង្ឃទៅជាមួយ
គាត់បានដើរទៅដល់អូតែលហ្នឹងនិយាយជាមួយនឹង Recep ប្រាប់ថាខ្ញុំចង់ទៅធ្វើកិច្ចនៅក្នុងបន្ទប់ដែលខ្ញុំគេងគឺបន្ទប់លេខប៉ុណ្នេះទាំង Recep ទាំង manager របស់គេដែលនៅកន្លែងនោះមិនមានការសួរដេញដោលមិនមានសកម្មភាពអកតេណាមួយមិនមានសកម្មភាពហាមឃាត់ណាមួយត្រឹមតែគាត់និយាយថាគាត់សុំទៅធ្វើកិច្ចនៅក្នុងបន្ទប់ហ្នឹងគេកាន់សោតម្រង់ទៅទ្រូបើកសោបន្ទប់ឲ្យគាត់ធ្វើកិច្ចហ្មងទាំងឯកភាពទាំងស្រុងណានៅពេលហ្នឹងហើយដែលគាត់ដឹងថាបន្ទប់នេះប្រកាសជាមានរឿងហេតុអ្វីកើតឡើងហើយតើលទ្ធផលបែបណានោះក៏ខ្ញុំមិនដឹងព្រោះគាត់បានប្រាប់ថាពីពេលនោះមកក៏គាត់មិនមានអារម្មណ៍អាក្រក់ក៏គាត់អត់មានបានឃើញបុគ្គលម្នាក់ហ្នឹងមកគាត់យ៉ាងណាមិញនោះក៏មិនដឹងដែរអញ្ចឹងយើងសន្មតថារឿងរ៉ាវទាំងអស់គឺល្អទៅឥឡូវនេះយើងបកមកម្ចាស់សាច់រឿងតើរឿងទី2របស់គាត់នឹងចែករំលែកបែបណាសាច់រឿងទី2នេះគឺគាត់ដំណាលពីផ្ទះដែលជាផ្ទះបុរាណស្នងតគ្នាពីមួយចំនួនទៅមួយចំនួននៅក្នុងក្រុមគ្រួសារគាត់រហូតធ្លាក់មកដល់ចំនួនគាត់នឹងឯងពលគឺសប្តាហ៍ថ្ងៃនេះផ្ទះនេះគឺប៉ារបស់គាត់នៅហើយផ្ទះនេះគឺនៅស្រុកគាត់ដែលគាត់មិនបានបញ្ជាក់ថាស្រុកនោះគឺនៅកន្លែងណាទេគាត់បានត្រឹមបញ្ជាក់ថាអ្វីដែលគាត់ដឹងគឺផ្ទះនោះមិនមានអ្នកតាមិនមានជំនាញផ្ទះណាមកថែរក្សាមិនមានទេវតាណាមកថែរក្សានោះទេអ្វីដែលជាការថែរក្សាពិតប្រាកដគឺជាបុព្វបុរសរបស់គ្រួសារតជំនាន់ប្រភេទផ្ទះនេះគឺជាផ្ទះបុរាណផ្ទះកតាំងអាយុកាលប្រហែលជា100ឆ្នាំហើយបើសិនជាយើងបកមកពិចារណា10ឆ្នាំមុនវិញគឺក្នុងផ្ទះរបស់គាត់មិនមានសំបីព្រះភូមិក៏មិនមានសំបីតែជំនាញផ្ទះរឿងហេតុទី1នេះបានកើតឡើងចំពោះប៉ារបស់គាត់ផ្ទាល់តែម្ដងនៅពេលដែលប៉ារបស់គាត់ស្ថិតនៅក្នុងវ័យកុមារភាពហើយនេះជាអ្វីដែលប៉ារបស់គាត់ដំណាលឲ្យគាត់ស្ដាប់ប៉ារបស់គាត់ថាចេះមានថ្ងៃមួយប៉ារបស់គាត់បានឡើងទៅលើផ្ទះហើយគេងនៅចំកដាលតសកឡោងនឹងតែម្ដងសភាពគេងគឺលើកជើងឡើងលើដាក់គងជាមួយនឹងតសកឡោងរបៀបមុំកែកណាយកគូតទល់ជាមួយនឹងតសកឡោងទៅហើយលើកជើងហ្នឹងដាក់ពីលើតសកឡោងហ្នឹងបងប្អូនយល់ហើយណាសកម្មភាពមួយហ្នឹងកំពុងតែគេងលើកជើងឡើងហើយមើលទៅលើដំបូលផ្ទះបានបន្តិចអូយនិយាយទៅឲ្យតែនិយាយតាក់ទងជាមួយនឹងរឿងផ្ទះអីអញ្ចឹងណាគឺខ្ញុំសម័យឃើញរូបភាពគឺខ្ញុំព្រឺក្បាលយកហ្មងតោះយើងបន្តសាច់រឿងគាត់ថានៅពេលដែលគាត់កំពុងតែគេងលើកជើងឡើងលើហ្នឹងស្រាប់តែមានផ្សែងមួយមិនមែនហោះចូលមកតាមណាទេគឺចេញពីតសកឡោងមួយហ្នឹងដែលជាតសកឡោងឈើជាឈើតាន់ហេតុអ្វីទើបមិនមានផ្សែងមួយចេញពីតសហ្នឹងវាជារឿងចម្លែកខ្លាំងមែនទែនផ្សែងមួយនោះគឺហោះចុះមកគឺបុកជើងគាត់របៀបហោះមកធាក់ជើងគាត់ទម្លាក់ចេញពីតសហ្នឹងតែម្ដងស្ថិតនៅក្នុងវ័យកុមារភាពគាត់ឃើញបែបហ្នឹងគឺគាត់រត់ចុះទាំងទឹកភ្នែកហូរលហាមនឹងឯងតើរឿងហេតុទី2កើតឡើងចំពោះអ្នកណារឿងហេតុទី2នៅក្នុងផ្ទះនេះបានកើតឡើងចំពោះអ៊ំរបស់គាត់ដោយសារតែបរិវេណផ្ទះមានសភាពទូលាយដីទូលាយមិនមានដើមឈើមិនមានស្មៅមិនមានអ្វីទាំងអស់គឺជាប្រភេទដីរាបអ៊ំរបស់គាត់ហ្នឹងថ្ងៃមួយគាត់គិតថាបរិយាកាសដូចអំណោយផលដូចរៀងត្រជាក់អញ្ចឹងគាត់ក្រោកពីព្រលឹមដើម្បីហាត់ប្រាណកំពុងតែរត់ជុំវិញផ្ទះរត់លក្ខណៈយឺតរត់មួយជុំពីរជុំបីជុំជុំបន្ទាប់ស្រាប់តែគាត់ជំពប់ជើងដួលអារម្មណ៍នោះគឺមានអ្វីមួយយ៉ាងគាត់ពាក់ជាមួយនឹងអ្វីមួយយ៉ាងដូចជាខ្សែដូចជាឫសឈើដូចជាដុំថ្មដែលធ្វើឲ្យតាក់ជើងគាត់ឲ្យគាត់ដួលនៅពេលនោះគាត់ងើបពីដួលមកវិញគាត់ស្រឡឹងមើលថាគាត់នឹងជពុំនឹងអីអ្វីដែលគាត់ឃើញគឺមិនមានអ្វីទាំងអស់មិនមានថ្មមិនមានឫសឈើបើកលុកនៅកន្លែងដីហ្នឹងក៏គ្មានដែរគឺដីរាបស្មើគាត់យកជើងទៅឈូសមើលខៃលោមានកន្លែងណាដែលមិនស្មើអត់ទេដីទាំងអស់គឺស្មើតែម្ដងគាត់បានគិតពិចារណាថាមិញហ្នឹងគាត់នឹងជពុំនឹងអីគាត់បានពិចារណាហើយពិចារណាទៀតគាត់ផ្ដោតអារម្មណ៍ទៅអ្វីដែលមកប៉ះជាមួយនឹងគាត់បានបញ្ជាក់ថាអ្វីដែលគាត់ទទួលបានបើគាត់រំលឹកមកវិញគឺហាក់ដូចជាមានដៃអ្វីមួយមកចាប់ជើងគាត់ហើយទាញគាត់ថយក្រោយនេះគឺជារឿងហេតុទី2យើងចូលដល់រឿងហេតុទី3គឺកើតមកលើលោកយាយខាងម្ដាយរបស់គាត់ថាថ្ងៃមួយលោកយាយខាងម្ដាយរបស់គាត់បានមកលេងផ្ទះតឡងដោយសារតែលោកយាយគាត់មានវ័យចំណាស់គាត់ក៏មានអ្នកមើលថែគាត់ម្នាក់មកតាមជាមួយដែរក្រោយជជែកគ្នាពីនេះពីនោះជាមួយនឹងលោកយាយខាងឪពុកគាត់តឡងនិយាយគ្នាណាគាត់ជជែកលេងពីនេះពីនោះពេលនោះហើយយប់ក៏បានចូលមកដល់
លោកយាយខាងឪពុកដែលជាម្ចាស់ផ្ទះបានបបួលលោកយាយខាងម្ដាយរបស់គាត់ថាចេះបងអើយមកគេជាមួយគ្នាក្នុងបន្ទប់លោកយាយខាងម្ដាយរបស់គាត់ក៏ប្រាប់ថាអញ្ចឹងក៏ល្អដែរគេជាមួយតឡងឯងទៅយប់នឹងយើងនិយាយគ្នាព្រុកប្រាជ្ញហើយចាំយើងសម្រាកយូរជួបគ្នាម្ដងពេលដែលចូលដល់បន្ទប់លោកយាយខាងម្ដាយរបស់គាត់និយាយថាចេះបងដោយសារតែបងជាម្ចាស់ផ្ទះហើយខ្ញុំជាអ្នកមកលេងបងទេអញ្ចឹងហើយឥឡូវមានខែតែមួយទេអញ្ចឹងសូមអញ្ជើញបងឡើងទៅលើខែរបស់បងចោះហើយខ្ញុំគេងនៅខាងក្រោមហ្នឹងក៏បានដែរអត់អីទេអញ្ចឹងក្នុងនាមជាម្ចាស់ផ្ទះមិននឹងឲ្យភ្ញៀវគេងលើរនាបអញ្ចឹងមិនត្រូវប្រទីងផ្ទុំគ្នាវាថាអត់ទេបងឯងមកលេងផ្ទះខ្ញុំម្ដងមកគេងលើខែទៅគេងឲ្យស្រួលខ្លួនទៅក្រោយចែកគ្នាចូលឡើងពួកគាត់ក៏ឈានចូលដល់ការឯកភាពមួយពួកគាត់ក៏ចាប់ដើមគិតចងមុងដើម្បីគេងចំណែកឯអ្នកមើលថែរបស់លោកយាយខាងម្ដាយរបស់គាត់ក៏ចងមុងនៅខាងក្រោមផ្ទះនៅជាមួយនឹងរឹងដើម្បីគេងដូចគ្នាដែរលោកយាយខាងម្ដាយរបស់គាត់បានប្រាប់ថាចេះនៅពេលដែលគាត់កំពុងតែគេងមិនទាន់លក់ព្រោះធម្មតាចាស់យើងដឹងគ្រប់គ្នាហើយថាពួកគាត់មិនមែនងាយគេងដូចក្មេងៗទេគាត់ត្រូវការចំណាយពេលយូរក្នុងការសង្ងំគេងស្របពេលដែលគាត់កំពុងតែសង្ងំគេងនេះគាត់គេងមិនទាន់លក់ផងគាត់ស្រាប់តែឃើញផ្សែងពណ៌បៃតងហោះមករុំមុងរបស់គាត់ចិត្តតែម្ដងនៅក្នុងផ្សែងនោះគាត់បានសម្លឹងចង់ដឹងថាផ្សែងនោះជាផ្សែងអ្វីជាផ្សែងពុលជាផ្សែងដុតអុសមកពីណាឬក៏យ៉ាងម៉េចប៉ុន្តែផ្សែងនេះពណ៌បៃតងហេតុអ្វីមកពីណាគាត់បានសម្លឹងមើលចូលទៅក្នុងផ្សែងនឹងដើម្បីបញ្ជាក់ដោយសារតែគាត់ក៏មិនខ្លាចដែរគាត់បានឃើញភ្នែកមួយគូធំមែនទែនឡើងកឡោតតែម្ដងអឺតមកមើលគាត់ហើយក៏ហោះចេញទៅបាត់ស្អែកព្រឹកឡើងអ្នកមើលថែលោកយាយខាងម្ដាយរបស់គាត់ក៏ប្រាប់ថាចេះលោកយាយអើយយប់មិញនេះគាត់ឃើញផ្សែងដែលជារួមមកគឺមានសភាពដូចគ្នាបេះបិទជាមួយនឹងអ្វីដែលលោកយាយខាងម្ដាយគាត់បានឃើញហ្នឹងគឺដូចគ្នាបេះបិទតែម្ដងពេលនោះហើយលោកយាយខាងឪពុករបស់គាត់ក៏បានប្រាប់ថាដែលជាម្ចាស់ផ្ទះហ្នឹងក៏បានប្រាប់ថាអូមិនអីទេវាជារឿងធម្មតាទេបើសិនជាមានអ្នកមកលេងអ្នកអត់ដែលស្គាល់មុខមិនមែនជាខ្សែស្រឡាយខាងផ្ទះខាងហ្នឹងណាគេតែងតែមកមើលហើយចង់ដឹងថាតើណាគេឲ្យពិតប្រាកដកន្លងផុតមួយរយៈមកដើម្បីកុំឲ្យមានភាពភ័យខ្លាចឬបង្កហេតុផ្សេងមកកាន់សមាជិកក្នុងផ្ទះឬក៏មកកាន់ភ្ញៀវពួកគាត់ក៏បានរៀបចំប្រភពហើយក៏មានជំនាញផ្ទះស្រួលបួលហើយអ្វីក៏ស្ងប់ស្ងាត់លែងកើតឡើងក្នុងករណីសាច់រឿងមួយនេះមានសភាពមួយដែលខ្ញុំពិបាកនឹងវែកញែកថាតើអ្វីទៅឲ្យពិតប្រាកដតើជាពលឹងបុព្វបុរសដែលនៅក្នុងផ្ទះហ្នឹងឬក៏ជាអ្វីផ្សេងត្រង់ចំណុចនេះខ្ញុំមិនហ៊ាននិយាយទេប៉ុន្តែយោងទៅតាមអ្វីដែលបងប្រុសគាត់បានចែករំលែកមកគឺគាត់និយាយច្បាស់មែនទែនថានៅក្នុងផ្ទះនោះមិនមានអ្នកណាថែរក្សាទេក្រៅអំពីពលឹងបុព្វបុរសគ្រាន់តែថាពួកគាត់កាចបន្តិចវាអាចទៅរួចដូចជាពលឹងដូនតារបស់យើងដែលនៅថែរក្សាក្នុងផ្ទះនឹងតែងតែឃើញជាក់ស្ដែងសំបីតែឪពុករបស់ខ្ញុំក៏ដោយនៅក្នុងផ្ទះខាងឪពុករបស់ខ្ញុំនៅពេលដែលមានរឿងហេតុអ្វីកើតឡើងគឺតែងតែឃើញលោកយាយមកពយល់សោះឬក៏បង្ហាញខ្លួនអញ្ចឹងក្នុងករណីហ្នឹងក៏វាអាចទៅរួចដែរប៉ុន្តែវាចម្លែកត្រង់ថាមានផ្សែងពណ៌បៃតងហើយក៏មានហេតុការណ៍ទី2នោះក៏បានធ្វើឡើងឬក៏បានកើតឡើងទៅលើអ៊ំរបស់គាត់អញ្ចឹងក្នុងករណីហ្នឹងខ្ញុំមិនហ៊ានមានយោបល់អ្វីទាំងអស់តោះយើងចូលដល់សាច់រឿងទី3របស់យើងជាសាច់រឿងរបស់គាត់ដូចគ្នាសាច់រឿងទី3នេះគឺជាសាច់រឿងរបស់គាត់ផ្ទាល់ដែលសពថ្ងៃនេះគាត់គឺជាអ្នកបម្រើការក្រោមមុខងារជាអ្នកទទួលភ្ញៀវនៅក្នុងសន្តាគារដ៏ល្បីឈ្មោះមួយកន្លែងហើយខ្ញុំគិតថាខ្ញុំដឹងថាសន្តាគារហ្នឹងគឺមានឈ្មោះអីព្រោះដោយសារតែសន្តាគារហ្នឹងគឺគេមានឡានរបស់គេ 4-5 គ្រឿងហ្មងក្នុងការទៅទទួលភ្ញៀវពីអាកាសយានដ្ឋានឬក៏ជូនភ្ញៀវទៅណាទៅណីលំដាប់គឺលំដាប់កម្រិតផ្កាយ5ហើយគាត់ថាចេះនៅថ្ងៃមួយមានភ្ញៀវពិសេសមួយបានមកដល់ជាភ្ញៀវ VIP ដែលតម្រូវឲ្យគាត់យកឡានសន្តាគារទៅយកភ្ញៀវហ្នឹងនៅឯអាកាសយានដ្ឋានមកកាន់ហូតែលវិញកំពុងតែរៀបចំចេញដំណើរមេរបស់គាត់បានមកដល់ល្មមតែម្ដងហើយសួរគាត់ថាអញ្ចេះត្រូវទៅយកភ្ញៀវមែនគាត់ប្រាប់ថាបានខ្ញុំទៅយកភ្ញៀវមេរបស់គាត់ថាបើសិនជាទៅសូមកុំជិះឡានលេខ7ឲ្យសោះគាត់សួរថាអញ្ចេះកើតអីវិញមួយអាឡានលេខ7ហ្នឹងមេរបស់គាត់ក៏មិនប្រាប់អីដែរគាត់ប្រាប់ថាអើយកុំសួរច្រើនដឹងតែកុំយកឡានលេខ7ទៅបានហើយព្រោះឥឡូវយើងធ្លាក់រសៀលហើយកុំយកឡានលេខ7ទៅឲ្យសោះគាត់ក៏ទទួលបានហើយគាត់យកឡានផ្សេងទៅទទួលភ្ញៀវក្រោយពីកិច្ចការរបស់គាត់បានបញ្ចប់ហើយ
គាត់ក៏បានមកដល់តែវិញហើយគាត់ក៏សួរមិត្តរួមក្រុមការងាររបស់គាត់ដែលធ្វើការដែលមានវ័យការងារយូរជាងគាត់នៅក្នុងតែមួយហ្នឹងគាត់សួរថាចាតើក្នុងឡានលេខ7ហ្នឹងមានរឿងអីកើតឡើងពេលនោះហើយដែលមិត្តភ័ក្តិរបស់គាត់មិត្តរួមការងាររបស់គាត់បានប្រាប់គាត់ពីដំណើរនៃសាច់រឿងមួយហ្នឹងគាត់ថាចាដើមហេតុដែលកើតឡើងនៅក្នុងឡានលេខ7ហ្នឹងគឺគាត់អត់ដឹងតតែសោះប៉ុន្តែគាត់ដឹងរឿងខេត្តហេតុបន្តបន្ទាប់គ្នាគាត់ថាមានថ្ងៃមួយតកងឡានបានជូនភ្ញៀវអស់ហើយបើកឡានលេខ7ហ្នឹងរសៀលប្រហែលជាម៉ោង5ឬក៏6គាត់ត្រូវមានភារកិច្ចជូនភ្ញៀវអស់ហើយមើលហើយថាអត់មានភ្ញៀវក្នុងឡានហ្នឹងទេអញ្ចឹងគាត់ត្រូវយកឡានជិះមកទម្លាក់នៅឯអូតែលវិញហើយទើបមិនអាចទៅផ្ទះបានគាត់ជិះម្នាក់ឯងបញ្ជាក់គាត់ជិះតែម្នាក់ឯងមិនមានភ្ញៀវនោះឡើយក្រោមពន្លឺអំពូលចាំងតាមផ្លូវដោយសារតែជាម៉ោង5-6គឺជាពេលវេលាមួយដែលរៀងខែខ្លះវាធ្លាក់ល្ងឹតដែរអញ្ចឹងពន្លឺហ្នឹងក៏មិនសាចស្មើគ្នាពេញផ្លូវដែរអញ្ចឹងវាមានកន្លែងភ្លឺកន្លែងល្ងឹតកន្លែងភ្លឺកន្លែងល្ងឹតត្រូវទេបងប្អូនការភ្លឺការល្ងឹតនេះហើយបានជះចូលបន្តិចម្ដងនៅក្នុងឡានស្រាប់តែពេលហ្នឹងតកងឡានអឺតមើលតាមកញ្ចក់ក្រោយគាត់បានឃើញមនុស្សស្រីម្នាក់អូយភឺមានសភាពស្លេកស្លាំងខ្លាំងមែនទែនអង្គុយផ្អែកក្បាលទៅជាមួយនឹងកញ្ចក់ជារូបភាពមួយដែលយើងមើលដឹងភ្លាមថាមិនមែនជាមនុស្សគួរអត់មានភ្ញៀវណានៅក្នុងឡានទេសភាពស្លេកស្លាំងក្នុងសភាពមួយដូចជាអស់សង្ឃឹមដូចជាកើតទុក្ខដូចជាមានរឿងអ្វីហាក់ដូចជាអ្នកណាធ្វើឲ្យគាត់មានរឿងអីដូចរឿងឈឺចិត្តដូចមនុស្សខូចចិត្តជិះតាក់ស៊ីហើយដាក់ក្បាលនៅកញ្ចក់ដើម្បីមើលទេសភាពក្រៅហូរទៅភ្នែកសភាពមួយហ្នឹងគឺសភាពមួយហ្នឹងឯងគាត់ឆ្ងល់ថាចេះភ្ញៀវមួយហ្នឹងមកពីណាគាត់សម្លឹងមើលយូរទៅស្រាប់តែមានឈាមហូរចេញពីភ្នែកម្នាក់ស្រីមួយហ្នឹងគាត់ភ័យខ្លាំងមែនទែនតែគាត់តាំងស្មារតីឲ្យជាប់គាត់ធ្វើអត់ឃើញគាត់ជិះបន្ថែមលបឿនរហូតដល់ទីតាំងហូតែលថ្ងៃបន្ទាប់ក៏បានកើតហេតុម្ដងទៀតជាមួយនឹងតកងឡានមួយទៀតហើយនឹងក្រុមការងាររបស់គាត់ថានៅពេលហ្នឹងក្រោយជូនភ្ញៀវអស់ហើយគាត់នឹងតកងឡានក៏បានបើកឡានតម្រង់មកកាន់អូតែលវិញជាពេលវេលាធ្លាក់ល្ងាចដូចគ្នាមិនមានពន្លឺព្រះអាទិត្យនោះទេគាត់អង្គុយខាងមុខទាំងពីរនាក់ដែលក្រុមការងាររបស់គាត់គឺជាមនុស្សស្រីស្ថិតក្នុងពេលវេលាមួយហ្នឹងពន្លឺភ្លើងតាមផ្លូវបានជះឡើងហើយក៏កាត់សភាពដូចគ្នាជាមួយនឹងហេតុការណ៍មុនហ្នឹងអញ្ចឹងពេលនោះស្រាប់តែគាត់ឃើញនារីម្នាក់កំពុងតែអង្គុយក្បាលផ្អែកជាមួយនឹងកញ្ចក់ដូចរឿងហេតុជាមួយនឹងតកងឡានមុននឹងជួបអញ្ចឹងហើយមានឈាមហូរតាមភ្នែកនៅពេលដែលគាត់ឃើញហ្នឹងគាត់មើលទៅទេសភាពខាងក្រៅនោះគាត់មើលទៅតាមកញ្ចក់គាត់ឃើញម្នាក់ស្រីហ្នឹងអង្គុយខាងក្រោយគាត់ឃើញបែបហ្នឹងគាត់មិនភ្ញាក់ហើយគាត់មិនបែរក្រោយមើលបែរក្រោយហ្នឹងវាមានបាត់ណាគាត់ឃើញដូចអ្វីដែលគាត់ឃើញនៅក្នុងកញ្ចក់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមភ័យហើយគាត់ស្រែកស្លន់ស្លោផ្ទុះសំឡេងពេញឡានតែម្ដងតែតកងឡានព្យាយាមរងាប់អារម្មណ៍ហើយជន់នៅក្នុងលបឿនមួយធ្វើមិនឲ្យដល់តែលឿនបំផុតហើយខេត្តការមួយនេះមិនមែនកើតឡើងតែម្នាក់ពីរនាក់ទេតែបុគ្គលិកណាក៏ដោយឲ្យតែប្រើឡានមួយហ្នឹងហើយឲ្យតែខ្ទង់ម៉ោង5-6ល្ងាចដែលជិះយកឡានត្រឡប់មកតែវិញធានាថាឃើញយ៉ាងហោចណាស់ក៏ 90% ដឹងតែមានឱកាសឃើញហើយនេះគឺជាសាច់រឿងទាំង3របស់បងប្រុសយើងចូលដល់សាច់រឿងមួយទៀតដែលកើតឡើងចំពោះប្អូនប្រុសម្នាក់ដែលគាត់ជានិស្សិតនៅសាកលវិទ្យាល័យមួយដែលល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញរឿងហេតុនេះបានកើតឡើងនៅក្នុងខេត្តក្រចេះប្អូនប្រុសគឺជាអ្នកមានជំនឿខ្លាំងទៅលើរឿងអបិយជំនឿសូម្បីតែគ្រួសាររបស់គាត់ក៏ជាអ្នកជឿដែរតែងតែបរៀនកូនតែងតែបរៀនមនុស្សជំនាន់ក្រោយឲ្យយល់ដឹងអំពីអមនុស្សហើយនឹងវិធីដោះស្រាយនានាបើសិនជាជួបហើយនេះជាការដឹងគុណមួយរបស់ខ្ញុំជូនទៅចំពោះគ្រួសាររបស់គាត់ដែលខ្ញុំជឿជាក់ថាចេះគ្រួសារខ្មែរមួយចំនួនគាត់ព្យាយាមបំភ្លេចឬក៏បំភ្លៃមិនឲ្យកូនជំនាន់ក្រោយយល់ដឹងពីមរតកដូនតាយល់ដឹងពីរឿងអបិយជំនឿដែលវាជាគ្រឹះមូលដ្ឋានស្នូលនៃដួងព្រលឹងរបស់ប្រទេសកម្ពុជាតាំងពីដើមមកហើយតាំងពីជំនាន់កកើតនគរមកម្លេះតែគាត់បែរជាលើកស្ទួយនៅក្នុងវិស័យមួយហ្នឹងហើយព្យាយាមប្រាប់តកូនចៅគាត់ថារឿងទាំងអស់ហ្នឹងគឺមានពិតអញ្ចឹងសូមប្រយ័ត្នបើសិនជាជួបត្រូវដោះស្រាយរបៀបម៉េចតើមានប្រមាណប្រភេទអីចឹងទៅអញ្ចឹងចំណេះដឹងហ្នឹងវាបន្តពីមួយចំនួនដល់មួយចំនួនរហូតដល់ចំណុចគាត់នឹងឯងរឿងហេតុទាំងមូលនៅក្នុងខេត្តក្រចេះនេះបានកើតឡើងនៅក្នុងឆ្នាំ2020ថ្ងៃទី3រហូតដល់ថ្ងៃទី5ខែមករាពេលនោះគាត់ជាមួយមិត្តភ័ក្តិរបស់គាត់ប្រហែលជា20នាក់បានទៅកោះមួយដែលមានឈ្មោះថា
កោះទ្រង់នៅក្នុងខេត្តកញ្ចេះដើម្បីធ្វើដំណើរកម្សាន្តរំសាយចិត្តពីការសិក្សាព្រោះជាពេលវេលាវិសមកាលហើយសាកលវិទ្យាល័យដែលគាត់រៀនហ្នឹងខ្ញុំស្គាល់ច្បាស់ផ្នែកដែលគាត់រៀនហ្នឹងក៏ខ្ញុំដឹងដែរវាមានសភាពរៀង stress ខ្លាំងអញ្ចឹងការដើរកម្សាន្តជុំគ្នាហ្នឹងជារឿងធម្មតាហើយបំណាច់ថាទៅដើរលេងនៅក្នុងខេត្តមួយហ្នឹងហើយគាត់ក៏បានដឹងថាមានបងប្អូនប្រជាជនមួយចំនួនគាត់ខ្វះខាតជាពិសេសក្មេងៗនៅក្នុងតំបន់ហ្នឹងខ្វះខាតដូច្នេះហើយគាត់ក៏រៀបចំការងារសង្គមមួយចំនួនកុំឲ្យខាតជើងគួរនិយាយថាទៅលើកស្ទួយផងទៅជួយជីវភាពផងទៅធ្វើបន់ផងទៅដើរលេងផងកន្លែងដែលពួកគាត់ទៅស្នាក់នៅគឺជាផ្ទះអ្នកភូមិដែលគាត់បានជួលផ្ទះឈើទាំងអស់2ខ្នងហើយផ្ទះទី2មានដើមឈើធំមួយដែលមានអាយុកាលចាស់មែនទែននៅចំពីមុខផ្ទះតែម្ដងចង់ដឹងថាតើពួកគាត់ជួបអ្វីខ្លះតោះយើងចូលដល់ថ្ងៃទី1ពួកគាត់ជាអ្នកទីក្រុងអញ្ចឹងហើយនៅពេលតែទៅដល់ខេត្តគឺគាត់មានអារម្មណ៍ថាសប្បាយដូចកិច្ចផុតពីអាភាពលវល់កិច្ចផុតពីអាសកម្មភាពរស់រវើកដែលมันអាចឈប់បាននៅក្នុងទីក្រុងត្រូវតែបោលរហូតណាតែទៅដល់នោះដូចគេហៅថា vacation ណាដំណើរកម្សាន្តរំសាយចិត្តគឺពិតជាដំណើរកម្សាន្តមែនគាត់បានឃើញឯងក្នុងទស្សនវិជ្ជាមួយដែលបងប្អូនរស់នៅតាមបណ្ដាខេត្តវាថ្មីសម្រាប់ពួកគាត់វាប្លែកភ្នែកសម្រាប់ពួកគាត់រស់នៅតាមបែបជនបទរស់នៅតាមបែបតំបន់ដាច់ស្រយាលគឺគាត់មានអារម្មណ៍ល្អហើយសប្បាយមែនទែនដល់ម៉ោង 4-5 ល្ងាចពួកគាត់ក៏វិលត្រឡប់ទៅកន្លែងស្នាក់នៅវិញអ្នកដទៃគេជុំគ្នានៅផ្ទះទី1គាត់និងមិត្តភ័ក្តិស្រីគាត់ម្នាក់គឺទៅកាន់ផ្ទះទី2ដើម្បីមុជទឹកចូលទៅដល់ផ្ទះស្រាប់តែគាត់ឮសម្រាប់ជើងដើរទាំងគាត់2នាក់នេះអត់មានចលនាទាល់តែសោះគឺនៅស្ងៀមហេតុអ្វីទើបមិនមានឮសំឡេងជើងដើរហើយផ្ទះនេះគាត់ច្បាស់មែនទែនគឺមានតែ2នាក់គាត់តែប៉ុណ្ណោះអញ្ចឹងតើសំឡេងជើងដើរនោះជាអ្នកណាមិត្តភ័ក្តិគាត់សួរគាត់ថាចេះណែមានឮអត់គាត់ថាអត់មានឮផងហេតុអ្វីមិនគាត់ឆ្លើយថាអត់មានឮគាត់ឆ្លើយនឹងព្រោះគាត់ដឹងថាសង្ស័យតែមានរឿងអីហើយតែគាត់មិនចង់ឲ្យមិត្តភ័ក្តិរបស់គាត់នឹងភ័យបើសិនជាមិត្តភ័ក្តិស្អីរបស់គាត់នឹងភ័យប្រកាសជារត់ចោលគាត់ហើយអញ្ចឹងក្នុងករណីហ្នឹងគាត់មានតែការរងាប់អារម្មណ៍មិត្តភ័ក្តិរបស់គាត់ដោយពោលពាក្យថាអត់បានឮដល់ម៉ោងប្រហែលជាម៉ោង 6 ល្ងាចមេឃចាប់ផ្ដើមងងឹតឈឹងគាត់សម្លឹងមើលទៅចម្ងាយផ្លូវគឺងងឹតឈឹងតែម្ដងវាឃើញតែអំពូលផ្លុងជាអំពូលពងមាន់នៅតាមបណ្ដាផ្ទះមួយម្លងមួយអញ្ចឹងទៅវាមិនមែនដូចនៅក្នុងទីក្រុងពួកគាត់ក៏តម្រង់ដើរទៅផ្ទះទី1ដើម្បីធ្វើម្ហូបដែលជាផ្ទះដែលជុំគ្នាទាំងអស់គ្នានឹងហើយចាប់ផ្ដើមចាក់ចម្រៀងលឺមែនតើស្រែកផងច្រៀងផងកំពុងតែសប្បាយមានភេសជ្ជៈដែលមានជាតិអាល់កុលផងគឺសប្បាយខ្លាំងមែនតើស្រាប់តែម្នាក់ចាប់អារម្មណ៍ឃើញអាពេលចូលមកអត់ឃើញណាឥឡូវនេះគឺចាប់អារម្មណ៍ឃើញរបស់នោះគឺជាភ្នោ2ភ្នោទី1មានសភាពធំហើយភ្នោទី2រាងតូចជាងហាក់ដូចជាបោះមនុស្សធំមួយបោះកូនក្មេងមួយនៅក្នុងបរិវេណផ្ទះរបស់គាត់ស្របពេលគ្នានោះមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានដើរចេញទៅខាងក្រៅចំនួន2នាក់ដើរចេញបានបន្តិចស្រាប់តែរត់ចូលមកវិញបែបស្លន់ស្លោខ្លាំងមែនទែនទាំងញ័រខ្លួនមិត្តភ័ក្តិដែលនៅក្នុងផ្ទះក៏ចាប់ផ្ដើមសួរណែជប់មានរឿងអីមើលនៅស្ងៀមមើលកាត់អីរងាប់អារម្មណ៍ពេលនោះមានមិត្តភ័ក្តិម្នាក់ក្នុងចំណោម2នាក់ហ្នឹងនិយាយថាចេះគាត់បានឃើញមនុស្សស្រីស្លៀករ៉ូបឈរកាន់ដៃកូនសម្លឹងមកពួកគាត់ហើយម្នាក់ទៀតឆ្លើយកាត់ថាអត់ទេគាត់អត់បានឃើញកូនក្មេងទេគឺគាត់ឃើញតែមនុស្សស្រីស្លៀករ៉ូបតែប៉ុណ្ណោះគឺអត់មានបានឃើញក្មេងទេមិត្តភ័ក្តិទាំងអស់គ្នាឃើញភាពស្លន់ស្លោឃើញភាពតក់ស្លុតបែបហ្នឹងក៏នាំគ្នាលួងពួកគាត់ហើយបន្តសកម្មភាពរបស់ពួកគាត់ថាកុំភ័យពេកមើលមកសម្រួលអារម្មណ៍វាអត់មានអីស្វាងភ្នែកហើយវាគ្មានស្អីទេឃើញដើមឈើកាច់ចេញទៅមនុស្សដឹងមកផឹកលេងកំសាន្តមករាំលេងមកច្រៀងលេងមកជួយធ្វើម្ហូបមកបំភ្លេចចោលបានបន្តិចម្ចាស់សាច់រឿងក៏ឃើញមានភ្លើងហោះចូលក្នុងដើមឈើដ៏ធំដែលនៅចំពីមុខផ្ទះហ្នឹងអារម្មណ៍ដែលគាត់ទទួលបានបញ្ជាក់ដោយសារតែគាត់មានចំណេះដឹងខ្លះដែរដោយសារតែជាការផ្ទេរមេរៀនផ្ទេរចំណេះដឹងពីដូនតារបស់គាត់មកតជំនាន់រហូតដល់គាត់ហ្នឹងអារម្មណ៍ដែលគាត់ទទួលបានភ្លើងដែលហោះចូលក្នុងដើមឈើមួយហ្នឹងមិនមែនជាប្រភេទកន្ទប់ថ្នាក់ទេវតាទេតែជាប្រភេទព្រាយម៉ោងប្រហែលជា10យប់ពួកគាត់ក៏ចែកជើងគ្នាទៅសម្រាករៀងខ្លួន16នាក់គេងនៅក្នុងមួយផ្ទះហើយ4នាក់ទៀតគឺគេងនៅក្នុងផ្ទះមួយទៀត4នាក់ហ្នឹងក៏មានម្ចាស់សាច់រឿងមួយនៅក្នុងហ្នឹងដែរក្រោយពីសម្រាប់ជំរួបគ្នាហើយ6-10គាត់ឡើងទៅគេងអញ្ចឹងទៅហើយ4នាក់គាត់
ក៏តម្រង់ទៅផ្ទះរបស់គាត់ទៅដល់ភ្លាមគាត់មិនមែនអ្នកគេងភ្លាមទេទើបតែម៉ោង 10 យប់ហ្នឹងអ្នកពេញណាគេងម៉ោង 10 យប់ត្រូវឯងបងប្អូនពួកគាត់ក៏ប្រុកប្រាជ្ញគ្នានិយាយពីនេះនិយាយពីនោះរហូតដល់ធ្លាក់ដល់ប្រធានបទមួយគឺជារឿងអបិយជំនឿពោលគឺរឿងខ្មោចនិយាយគ្នារហូតដល់ម៉ោង 1 ម៉ោង 2 យប់ផុតម៉ោង 2 យប់ស្រាប់តែមានសំឡេងចម្លែកនៅខាងក្រោមផ្ទះរបស់គាត់ដែលគាត់មិនដឹងថាជាសំឡេងអ្វីនោះឡើយឮសំឡេងបែបនឹងកើតឡើងម្នាក់ចាប់ផ្ដើមមើលមុខគ្នាថាឮអត់ពួកគាត់ក៏បញ្ជាក់ប្រាប់គ្នាឯកភាពថាឮតែជាការឲ្យសញ្ញាគ្នារបៀបថាងក់ក្បាលណាតែម្នាក់អត់មានអ្នកណាម្នាក់ហ៊ានចោះទៅមើលថាតើអ្វីទៅនៅខាងក្រោមផ្ទះហ្នឹងដែលបង្កសំឡេងហ្នឹងគឺអត់មានអ្នកណាហ៊ានចោះតលតែសោះយើងកាត់ចូលដល់ថ្ងៃទី 2ពួកគាត់ក៏បានរៀបចំខ្លួនដើម្បីធ្វើការងារសង្គមគាត់បានជ្រើសរើសសាលាបឋមសិក្សាមួយនិងអនុវិទ្យាល័យដែលនៅក្នុងបរិវេណតែមួយតែម្ដងពួកគាត់បានចោះទៅបង្រៀននៅចំណេះដឹងផ្សេងចំណេះដឹងទូទៅចំណេះដឹងតាក់ទិនជាមួយនឹងប្រធានបទណាមួយដែលកូនសិស្សទាំងអស់នឹងត្រូវរៀនហើយផុតពីការបង្រៀនហ្នឹងពួកគាត់ក៏ចែកអំណោយជាសម្ភារៈសិក្សាជាសភៅជាខ្មៅដៃជាប្រអប់ប៊ិចឡាក់ទៅឲ្យដល់កូនសិស្សទាំងអស់ហ្នឹងចាប់កម្មវិធីអស់ហើយមើលម៉ោងប្រហែលជាម៉ោង 4 ល្ងាចទេតាពួកគាត់ក៏នាំគ្នាថាទៅមើលថ្ងៃលិចក្រោយឯកភាពរួចហើយពួកគាត់ក៏ធ្វើដំណើរទៅតំបន់មួយជារមណីយដ្ឋានតូចមួយដែលអ្នកសង្ឃអ្នកភូមិរបៀបថាធ្វើកញ្ចុះលើទឹកអីចឹងណានៅពេលដែលទៅដល់គាត់បានសម្រេចថាអូខេខ្ញុំយកតូបមួយនេះហើយគាត់កំងមហូបកំងអីចឹងទៅក្មេងដែលជាម្ចាស់កន្លែងដែលមើលកន្លែងហ្នឹងក្រោយពីទទួលបានការកំងមហូបទទួលបានការកំងទឹកអីហើយស្រាប់តែធ្លោយមាត់និយាយឲ្យគាត់ថាចេះបងឯងដឹងអត់នៅលើកោះហ្នឹងមានអាបពេលដែលឮសំឡេងមួយហ្នឹងមិត្តភ័ក្តិរបស់គាត់ចាប់ដើមមើលមុខគ្នាហើយសើចប្រឡប់ខ្លួនឯងសើចរបៀបខ្លាចតែចំណែកឯម្ចាស់សាច់រឿងគាត់បានគិតក្នុងចិត្តថាចេះចុំអញ្ចឹងភ្លើងដែលគាត់បានឃើញហោះចូលក្នុងដើមឈើហ្នឹងមិនមែនជាភ្លើងអាបណាឬក៏ជាភ្លើងអាបចម្ងល់មួយនេះបានកើតឡើងនៅក្នុងខួរក្បាលរបស់គាត់ម៉ោងប្រហែលជា 8 យប់ពួកគាត់បានត្រឡប់ទៅកន្លែងគេងវិញជាយប់ដែលគួរឲ្យខ្លាចបំផុតជារឿងហេតុដែលរន្ធត់បំផុតដែលកើតឡើងចំពោះពួកគាត់តើមានរឿងអ្វីកើតឡើងដោយសារយប់នឹងជាយប់ចុងក្រោយមុននឹងគាត់ឡើងមកទីក្រុងភ្នំពេញវិញពួកគាត់ក៏តាំងចិត្តថាចេះគ្នាយើងថ្ងៃស្អែកយើងឡើងទៅវិញហើយអញ្ចឹងយប់នឹងយើងសប្បាយមកអស់ដៃហ្មងលេងឲ្យញាក់សាច់ហ្មងពួកគាត់ក៏ចាប់ដើមលេងល្បែងដើរតួសម្ដែងរបៀបទុំទាវអញ្ចឹងណាមាននាយទុំនាងទាវឡាក់ច្រៀងយីគេបញ្ចូលសលេងមានអ្នកប្រហប់មាត់តាមមានអ្នកសម្ដែងឡាក់អញ្ចឹងទៅស្រាប់តែចាក់ភ្លេងហ្នឹងក្នុងសាច់រឿងមួយហ្នឹងចាក់ភ្លេងមានកាយវិការច្រៀងតាមមិនដឹងថាប៉ះដៃឬក៏ស្អីទេក៏លោតចូលភ្លេងប៉ុនខ្មោចជាភ្លេងខ្លងខែកតើមានរឿងអ្វីកើតឡើងតើអាចទេនឹងអាចលោតចូលទៅភ្លេងខ្លងខែកធម្មតាបើសិនជាយើងស្ដាប់បទតារាណាមួយក្នុងចង្វាក់អីមួយច្បាស់ណាស់កន្លែងដែល YouTube នឹងលើកមាតិកាបន្ទាប់ហ្នឹងគឺប្រហាក់ប្រហែលគ្នានឹងអ្វីដែលយើងកំពុងតែស្ដាប់ហ្នឹងប៉ុន្តែហេតុអ្វីបានលោតចូលភ្លេងខ្លងខែកបទទុំទាវអត់មានតាក់ទិនឬក៏មានចង្វាក់ណាមួយដែលប្រហាក់ប្រហែលជាមួយគឺភ្លេងខ្លងខែកទេហេតុអ្វីបានលោតចំភ្លេងខ្លងខែកឬភ្លេងបែបហ្នឹងពួកគាត់រត់ឡើងលឿនដើម្បីទៅបដូរភ្លេងនៅលើទូរស័ព្ទមួយហ្នឹងតែអារម្មណ៍តក់ស្លុតបានកើតឡើងហើយចំពោះពួកគាត់បទពិសោធន៍មួយនេះបានដិតដាននៅក្នុងខួរក្បាលរបស់ពួកគាត់បាត់ទៅហើយក៏ជាចម្ងល់មួយដែលសួរថាតើមានរឿងអ្វីកើតឡើងយ៉ាងពិតប្រាកដយើងចូលមកដល់ប្រហែលម៉ោង 9 យប់ពួកគាត់ក៏បបួលគ្នានិយាយពីរឿងជីវិតនិយាយរឿងពីអនាគតនិយាយពីបទពិសោធន៍ជីវិតរៀងខ្លួនដើម្បីបង្កបរិយាកាសឲ្យកាន់តែល្អឲ្យកាន់តែចូលទួអញ្ចឹងពួកគាត់សម្រេចចិត្តថាពួកគាត់បិទភ្លើងហើយអុជទៀនដើម្បីបំភ្លឺបង្កបរិយាកាសនឹងឯងការចែករំលែកតាក់ទងពីរឿងរ៉ាវជីវិតក៏បានចាប់ផ្ដើមឡើងម្នាក់ចាប់ផ្ដើមរំជួលចិត្តហើយមានអ្នកខ្លះក៏យំជាដើមស្របពេលហ្នឹងម្ចាស់សាច់រឿងគិតថាពេលវេលានេះគឺជាពេលវេលាមួយដែលល្អមិនងាយនឹងកើតឡើងក្នុងពេលអនាគតព្រោះថានៅពេលដែលរៀនចប់ទៅម្នាក់នឹងចែកជើងគ្នាអស់ហើយធ្វើការផ្សេងគ្នាអស់ហើយមិនងាយនឹងជួបគ្នាទេដើម្បីរក្សាអនុស្សាវរីយ៍នេះគាត់សម្រេចចិត្តទាញទូរស័ព្ទទាញកាមេរ៉ាយកមកទុកថតរូបជាអនុស្សាវរីយ៍គាត់បានទាញចេញហើយគាត់ចាប់ផ្ដើមប្រតិបត្តិការរបស់គាត់គឺចុចថតនៅពេលដែលគាត់ពវល់ចាប់ពីម្នាក់ទៅម្នាក់ស្រាប់តែគាត់ចាប់អារម្មណ៍ថាមានមិត្តភក្តិស្រីគាត់ម្នាក់កំពុងតែឈរថ្មឹងអូយព្រឺក្បាល
ដូចខ្មោចចូលអញ្ចឹងទាំងទឹកមុខទាំងកាយវិការអូយភឺក្បាលចាក់សម័យទាំងចេះបងប្អូនគាត់បិទភ្លើងណាបិទភ្លើងទាំងអស់ហើយគាត់អុជទៀនណាផ្ទះឈើមានប្អួយមានអីអញ្ចឹងកំពុងតែយំសោកកំពុងតែចែកម្លែកស្រាប់តែមានមនុស្សម្នាក់មកឈរថ្មឹងណាជាមិត្តភក្តិរបស់យើងភ្នែកបើកអត់បិទឈរថ្មឹងដូចគល់ឈើទឹកមុខអត់មានអារម្មណ៍អីទាំងអស់គឺអូយគួរខ្លាចដូចក្នុងរឿងហ្មងណាគាត់ឃើញបែបហ្នឹងគាត់ក៏ដើរទៅដាស់ស្រាប់តែពួកម៉ាក់គាត់នេះនៅពេលដែលគាត់ដើរទៅដល់ហើយរួញថាមិនហីកើតអីមិត្តភក្តិរបស់គាត់ដួលទៅលើដីតែម្ដងពេលនោះគាត់យកដៃរបស់គាត់ដើម្បីទៅប៉ះដាស់នៅចំណុចថ្ពាល់របស់មិត្តភក្តិរបស់គាត់ប៉ុន្តែគ្រាន់តែប៉ះសាច់មិត្តភក្តិគាត់នេះគាត់ទទួលថាកម្ដៅខ្លួនគឺឡើងខ្លាំងមែនទែនគឺក្តៅយកទៅមែនទែនពួកគាត់ក៏ស្រែកវោកវ៉ាដើម្បីស្ទុះស្ទាយកមិត្តភក្តិរបស់គាត់ឡើងទៅលើផ្ទះផុតប្រហែលជា30នាទីមិត្តភក្តិរបស់គាត់ក៏ដឹងខ្លួនធម្មតាម្នាក់ចាប់ផ្ដើមភ័យខ្លាំងមែនទែនក៏សម្រាប់ចិត្តគេងជុំគ្នាក្នុងតែមួយផ្ទះនឹងមិនគេងទៅផ្ទះទី2ទេ20នាក់គឺនៅក្នុងតែមួយផ្ទះនឹងតែម្ដងទោះគេងជុំគ្នាក៏ដោយសេចក្តីភ័យខ្លាចនៅតែមានគេងក៏គេងលក់អត់ស្រួលអត់ស្កប់អារម្មណ៍នៅតែដាស់ខ្លាចមានរឿងអ្វីកើតឡើងរហូតចូលដល់ម៉ោង 2-3 យប់នៅសុកមានមិត្តភក្តិគាត់ម្នាក់ហៅគ្នាមកមើលនៅក្នុងផ្ទះទី2អារបៀបកែថាចេះឃើញអីនោះនៅផ្ទះទី2ផ្ទះមួយនោះមើលម្ចាស់សាច់រឿងក៏ស្ទុះឡើងទៅមើលតាមប្អួយចង់ដឹងថាពួកគាត់ឃើញអីអ្វីដែលឃើញគឺជាម្ចាស់ផ្ទះដែលជួលផ្ទះឲ្យគាត់នោះកំពុងតែដើរជារង្វង់ហើយមាត់ជីបអូចដូចជាសូត្រអ្វីមួយយ៉ាងនៅមុខកញ្ចក់នៅក្នុងផ្ទះមួយនឹងចម្លែកអត់បងប្អូនជួលផ្ទះឲ្យគេហើយហេតុអីមិនមកក្នុងផ្ទះនឹងសូត្រជីបអូចហើយចូលមកតាមណាបោះសោនៅពួកគាត់នឹងខៃលោគេមានជាម្ចាស់ផ្ទះគេមាន master key គេមានសោចូលផ្សេងមួយទៀតណាប៉ុន្តែទោះលក្ខខណ្ឌណាក៏ដោយវាមិនមែនស្ថិតនៅក្នុងក្របខ័ណ្ឌអ្នកជួលនោះទេក៏មិនមែនស្ថិតនៅក្នុងក្របខ័ណ្ឌម្ចាស់អចលនទ្រព្យដែលជួលឲ្យគេហើយដែរគឺមិនអាចហេតុអ្វីបានគាត់មកដើរជុំវិញកញ្ចក់មាត់ជីបអូចដើរជារង្វង់នៅយប់ហ្នឹងម្ចាស់សាច់រឿងនេះគឺគេងអត់លក់តល់តែសោះគាត់ឃើញសភាពបែបនេះហើយគាត់ដឹងហើយថាអូដល់កចប់ហើយប៉ះចំរបស់មែនតើណាគាត់ភ័យខ្លាំងមែនតើសុកគាត់ស្រាប់តែឮសំឡេងម៉ូតូជិះលើផ្លូវគាត់បានសម្លឹងមើលសំឡេងម៉ូតូស្វែងរកមើលទៅតាមសំឡេងមួយហ្នឹងហើយគាត់បានឃើញម៉ូតូមែនម៉ូតូហ្នឹងគឺអត់បើកភ្លើងទេគាត់ក៏កាត់ចម្ងល់ដែរថាចេះអ្នកនៅជនបទតាមធម្មតាម៉ោង 2 ម៉ោង 3 យប់ហើយមានរឿងអីត្រូវជិះម៉ូតូទៀតគេពងតែសម្រាកអស់ហើយហ្នឹងមិនស្រួលគេសម្រាកតាំងម៉ោង 8 9 យប់រឿងអីស្មាននេះឲ្យមានសំឡេងម៉ូតូហើយជាអត់បើកភ្លើងទៀតស្រាប់ពេលដែលគាត់កំពុងតែមានគំនិតមួយហ្នឹងស្រាប់តែគាត់ឮសំឡេងបោកចានបោកឆ្នាំងចេញពីផ្ទះទី2នោះបានបន្តិចក៏គាត់ឮសំឡេងមនុស្សនៅពីមុខទ្វារផ្ទះរបស់គាត់តែម្ដងដែលកំពុងតែស្នាក់នៅ20នាក់នេះព្យាយាមបើកទ្វារទម្លុះចូលមកអូយសាហាវបើសិនជាបងប្អូននៅក្នុងស្ថានភាពមួយហ្នឹងតើបងប្អូននឹងមានអារម្មណ៍បែបណាគឺសាហាវមែនតើណាគាត់ដឹងថារឿងរ៉ាវនេះមិនមែនជារឿងរ៉ាវមនុស្សលោកទេប្រកបជារឿងរ៉ាវអមនុស្សហើយគាត់ក៏បានសូត្របាលីដែលគាត់ចេះដែលជាបាលីគាថាដែលផ្ទេរមកពីមួយជំនាន់ហ្នឹងគាត់សូត្របដើហើយគាត់ដើរទៅកាត់ទ្វារហ្នឹងមិត្តភក្តិគាត់ឃើញអញ្ចឹងក៏ចាប់គាត់បដ ாய் ដើរទៅឯងគុំទៅឯសោះតែគាត់នៅតែជំនះដើរទៅសូត្រដាក់ទ្វារហ្នឹងហើយអ្វីទាំងអស់ស្រាប់តែស្ងាត់ប្រែទៅជាធម្មតាវិញនៅក្នុងយប់នោះមិនមានអ្នកណាម្នាក់គេងលក់នោះឡើយម្នាក់គឺអង្គុយជុំគ្នាអោបរបៀបគេងអោបគ្នាណាព្រោះខ្លាចក្មេងផងហើយនៅក្នុងតំបន់មួយដែលដាច់ស្រយាលឆ្ងាយពីឪពុកម្ដាយមកជួបរឿងចឹងណារហូតដល់ភ្លឺជាថ្ងៃទី3ជាថ្ងៃដែលពួកគាត់ត្រូវទៅទីក្រុងភ្នំពេញវិញគាត់បានរៀបចំអីវ៉ាន់ដើម្បីមកផ្ទះវិញពេលនោះម្ចាស់ផ្ទះក៏ដើរមកដើម្បីទូទាត់សាច់ប្រាក់ជាមួយគាត់ហើយមើលភ្លេចអីវ៉ាន់អត់មានបែកបាក់អីអត់ឡាក់គាត់យកសាច់រឿងទាំងអស់ដែលគាត់បានជួបរយៈពេលមួយថ្ងៃពីរថ្ងៃហ្នឹងទៅប្រាប់ម្ចាស់ផ្ទះដើម្បីចង់ដឹងឲ្យពិតប្រាកដថាមានរឿងអ្វីកើតឡើងហេតុអីបានលោកឯងឬក៏មីងឯងធ្វើអញ្ចឹងដាក់ពួកខ្ញុំឡាក់អញ្ចឹងទៅគាត់បានប្រាប់ថាផ្ទះមីងឯងមានខ្មោចមិនក៏ឲ្យពួកខ្ញុំនៅអីអញ្ចឹងការឆ្លើយតបរបស់ម្ចាស់ផ្ទះដឹងជាអ្វីអត់ម្ចាស់ផ្ទះថាចេះអ្វីដែលពួកប្អូនឯងឃើញហ្នឹងមិនមែនខ្មោចទេហើយពួកគាត់សើចបែបចម្លែកវាទៅជាអញ្ចឹងមិនមែនព្យាយាមលួងចិត្តអតិថិជនតែបែរជាសើចបែបចម្លែកពួកគាត់ឃើញបែបហ្នឹងគាត់មានអារម្មណ៍ថាចម្លែកមនុស្សបែបហ្នឹងបញ្ញាប់រួសរាន់ដើម្បីរៀបចំអីវ៉ាន់ឡើងមកឡានហើយចាក់ចេញទៅវិញ
តែជាសារចុងក្រោយរបស់ម្ចាស់សាច់រឿងគឺគាត់បានថាអ្វីដែលគាត់គិតគាត់សន្និដ្ឋានថាផ្ទះដែលគាត់បាននៅទាំងពីរផ្ទះម្ចាស់តែមួយនឹងប្រហែលជាផ្ទះរបស់គ្រូអាគមឬក៏ជាផ្ទះរបស់គ្រូខ្មោចយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសាច់រឿងទី2នេះពីប្រិយមិត្តទី2នេះតើមានសភាពបែបណាដែរបើសិនជាខ្ញុំសាច់រឿងនេះអាចថតរឿងបានជាក្មេងទីក្រុងជាយុវជនទីក្រុងដើរទៅលេងគិតថានឹងបានលំហែអារម្មណ៍នឹងបានកំសាន្តអារម្មណ៍នឹងបានធូរស្រាលបែរជាជួបរឿងរ៉ាវបែបអបិយជំនឿទៅវិញវាជាសកម្មភាពមួយមិនធម្មតាត្រឹមតែអាលឺសំឡេងអីហ្នឹងខ្ញុំមិនសូវចោទទេប៉ុន្តែនៅពេលដែលកលេចទៅមើលផ្ទះទី2ស្រាប់តែឃើញម្ចាស់ផ្ទះដើរជារង្វង់ហើយសូត្រគាថានោះអានោះហើយទៅមិនបាសសក់បើអ្នកអត់ដឹងគឺភ័យស្លន់ស្លោតែអ្នកដឹងគឺច្បាស់ហើយថាប៉ះចំទឹកដីគេហើយបើអ្វីដែលខ្ញុំបានអានទៅលើសាច់រឿងនេះខ្ញុំអាចសន្និដ្ឋានថាភាគរយដែលគាត់សន្និដ្ឋានហ្នឹងគឺត្រូវអាចជាផ្ទះគ្រូអាគមតែអាគមបែបអាគមខ្មៅឬក៏ជាគ្រូខ្មោចនឹងឯងទើបបានអាចមានដើមឈើបុរាណហើយមានភ្លើងហោះចូលធ្វើរឿងចម្លែកដើរទៅមុខកញ្ចក់ហើយពតសូសីម៉ាជារង្វង់ប្រហែលជាថ្ងៃនោះជាថ្ងៃពិសេសរបស់គាត់ឬក៏គាត់ចង់លេងអ្វីម្នាក់ឬក៏គាត់ចង់លេងអ្វីមួយជាមួយនឹងអតិថិជនរបស់គាត់ទាំង20នាក់ហ្នឹងចៃដន្យជាបុណ្យល្អរបស់ម្ចាស់សាច់រឿងណាមួយទៀតខ្ញុំដឹងព័ត៌មានលម្អិតមួយចំនួនពីគាត់ដែរខ្ញុំគិតថាដូនតារបស់គាត់ជួយហើយគ្រូបច្ចេករបស់គាត់ជួយបុណ្យរបស់គាត់ល្អទេវតាថែរក្សាដែលឲ្យគាត់ឆ្លងដោយមិនមានបញ្ហាអ្វីទាំងអស់បំណាច់ថាមិត្តភ័ក្តិរបស់គាត់ឈរថ្មឹងនៅកណ្ដាលយប់នឹងឯងដែលមានសភាពដូចជាខ្មោចចូលហ្នឹងណាវាមិនមែនជារឿងធម្មតាហើយតែគាត់អាចឆ្លងផុតដោយសុវត្ថិភាពហើយខ្ញុំមានការកោតសរសើរដោយគាត់មិនស្លន់ស្លោហើយដឹងថាត្រូវធ្វើបែបណាអ្វីដែលខ្ញុំកោតសរសើរបំផុតគឺចំពោះឪពុកម្ដាយចំពោះលោកតាលោកយាយគាត់ដែលផ្ទេរនៅចំណេះដឹងទាំងអស់ហើយផ្ទេរនៅរបៀបការពារខ្លួនមិនបដិសេធចំពោះរឿងអបិយជំនឿតែជំរុញឲ្យកូនទាំងអស់ឲ្យចៅទាំងអស់សិក្សាស្វែងយល់ឲ្យស៊ីជម្រៅដើម្បីការពារខ្លួនទៅវិញហើយខ្ញុំមានការកោតសរសើរខ្លាំងមែនទែនតោះយើងចូលដល់សាច់រឿងទី3ជាសាច់រឿងកូនពៅរបស់យើងវិញតើរឿងនេះមានសភាពបែបណាសាច់រឿងមួយនេះបានកើតឡើងចំពោះប្រិយមិត្តរបស់កម្មវិធីជាអ្វីម្នាក់ដែលគាត់មានឈ្មោះថាសម្បត្តិហើយកើតឡើងនៅក្នុងអំឡុងឆ្នាំ2016ស្ថិតនៅក្នុងផ្ទះជួលជាផ្ទះបន្ទប់សម្រាប់បងប្អូនកម្មការិនីជួលនឹងឯងនៅឯស្ទឹងមានជ័យសូមបញ្ជាក់ផងដែរថាគាត់គឺជាមនុស្សម្នាក់ដែលឆ្វាក់មែនទែនឆ្វាក់យកតែមែនទែនហ្មងគឺកាយៅគាត់គឺកាយៅជួបខ្មោចតែម្ដងព្រោះទៅណាមកណាគេអត់ឃើញតែគាត់ពេលខ្លះទៅអង្គុយញ៉ាំអីអញ្ចឹងគេរៀបចកលឹះអីអញ្ចឹងណារបៀបអញ្ចឹងណាបើមិនអញ្ចឹងទេឃើញមនុស្សម្នាក់មកអង្គុយចិត្តមិត្តភ័ក្តិគាត់អីអញ្ចឹងគឺគាត់តែងតែឃើញរហូតទៅណាជុំគ្នាអត់មានអ្នកជួបតែគាត់បានទៅមើលគ្រូទាយដូចគ្នាចង់ដឹងថាហេតុអីមិនគាត់ចេះតែឃើញអញ្ចឹងគ្រូទាយគាត់ថាអញ្ចេះដោយសារតែគាត់នឹងគឺមានកាយៅខ្មោចកាយៅជួបខ្មោចតែគ្រូប្រាប់ថានេះជាសំណាងរបស់គាត់ទេដែលមនុស្សធម្មតាមិនអាចជួបបានមានតែគាត់មានកាយៅហ្នឹងទើបគាត់អាចមើលឃើញនៅក្នុងឆ្នាំ2016ក្នុងអំឡុងឆ្នាំហ្នឹងគាត់បានជួលបន្ទប់ជាមួយនឹងបងរបស់គាត់ហើយនឹងមិត្តភ័ក្តិរបស់គាត់តែបងរបស់គាត់គឺមានគ្រួសារហើយគេងនៅក្នុងបន្ទប់មួយហ្នឹងអញ្ចឹងជាការសម្រេចចិត្តគាត់និងមិត្តភ័ក្តិរបស់គាត់គឺគេងនៅក្រែខាងមុខបន្ទប់ចងមុងដាក់ភួយដាក់កទេលអីចឹងទៅព្រោះទំហំផ្លូវគឺធំដែរនៅពីមុខហ្នឹងអាចចេញចូលបានឡានមួយជាទម្លាប់យប់ឡើងចាប់ពីម៉ោង10ទៅគឺអ្នកនៅម្ដុំហ្នឹងចូលគេងអស់ហើយថ្ងៃស្អែកឡើងត្រូវងើបព្រលឹមឡើងដើម្បីចូលទៅធ្វើការឬបម្រើការនៅក្នុងរោងចក្រសម្រាប់ក្រុមគ្រួសាររបស់គាត់បងរបស់គាត់ហ្នឹងគឺដូចគ្នាម៉ោង10ក៏ចូលគេងដែរគាត់ថាជារៀងរាល់យប់គេតែងតែមកលេងគាត់រហូតមិត្តភ័ក្តិរបស់គាត់គឺគេងស្កប់តល់ព្រឹករហូតមិនដែលជួបសោះជួបតែគាត់ជារៀងរាល់យប់ប្រហែលជាម៉ោង12កន្លះខ្ទង់ម៉ោងប៉ុណ្ណឹងឯងរហូតដល់ម៉ោង2យប់ក្នុងចន្លោះម៉ោងហ្នឹងគឺគាត់តែងតែជួបរឿងរ៉ាវនឹកស្មានមិនដល់មុនដំបូងគាត់គិតថាចេះប្រហែលជាគាត់មានអារម្មណ៍ខ្លាចអញ្ចឹងហើយចេះតែជួបតែយូរទៅទោះគាត់សម្រួលអារម្មណ៍បែបណាទោះយ៉ាងណាគាត់នៅតែឃើញស្ដែងពេលហ្នឹងទើបគាត់ដឹងថាខ្មោចមានពិតហើយគាត់ជួបខ្មោចពិតប្រាកដហើយរឿងហេតុទី1ដែលគាត់បានជួបនៅទីតាំងហ្នឹងគឺនៅយប់មួយគាត់បានគេងជាមួយមិត្តភ័ក្តិរបស់គាត់នៅក្រែខាងមុខហ្នឹងកំពុងតែគេងស្រាប់តែគាត់ឮសំឡេងមានមនុស្សម្នាក់ដើរចុះដើរឡើងដើរព័ទ្ធជុំវិញខែរបស់គាត់ដើរទៅវិញដើរទៅមកគាត់ក៏ស្ទុះឡើងមកដើម្បីមើលតែមិនឃើញអ្វីទាំងអស់
គាត់សម្លឹងមើលខៃឡូមានអ្នកណាចេញមកខាងក្រៅអីចឹងណាតែឃើញថាទេម្នាក់ដូចគេងអស់ហើយគាត់បិទភ្នែកវិញឮសំឡេងដើរទៀតហើយគាត់គិតក្នុងចិត្តថាចេះអូប្រហែលជាអេតចាយអីដឹងគេមករកអីដឹងទៅបានគាត់ងើបមកមិនឃើញសំឡេងមួយហ្នឹងក៏កើតឡើងម្ដងទៀតកើតជាបន្តបន្ទាប់ដែលគាត់ឆ្ងល់ថាចេះចំមនុស្សឬក៏ស្អីគាត់ឮសំឡេងហ្នឹងដដែលបែបហ្នឹងគាត់ព្យាយាមគិតថាចេះតើសំឡេងដែលគាត់ឮជាសត្វកណ្ដៅជាសត្វឆ្មាជាសត្វឆ្កែឬក៏សត្វស្អីឬក៏ខ្យល់បក់ទៅប៉ះនឹងជាមួយស្អីដែលបង្កសំឡេងឲ្យប្រហែលជាមួយសម្រាប់ជើងហ្នឹងគាត់ព្យាយាមផ្ចង់អារម្មណ៍ទៅស្ដាប់នៅសំឡេងមួយហ្នឹងផ្ចង់ចុះផ្ចង់ឡើងគាត់ច្បាស់ 100% ថាអ្វីដែលគាត់ឮគឺជាសម្រាប់ជើងមនុស្សដើរចុះដើរឡើងជុំវិញក្រែរបស់គាត់បានស្ទុះឡើងតែគាត់នៅតែមិនឃើញអ្វីទាំងអស់គាត់ក៏ដាក់ក្បាលទៅគេងវិញតែដងនេះគាត់ធ្វើពុតជាគេងព្រោះគាត់ចាប់អារម្មណ៍ថានៅពេលដែលគាត់ងើបហើយស្ទុះងើបមើលហ្នឹងគឺសំឡេងហ្នឹងបាត់តែនៅពេលដែលគាត់ដាក់ក្បាលដល់ខែរៀបបិទភ្នែកឲ្យលឺគឺសំឡេងហ្នឹងកាត់ឡើងម្ដងទៀតហើយអញ្ចឹងដងនេះគាត់ចង់ដឹងថាតើសំឡេងនេះជាសំឡេងជើងមនុស្សឬក៏យ៉ាងម៉េចឲ្យច្បាស់ម្ដងទៀតគាត់សម្ងំគេងតែគាត់ធ្វើពុតជាសម្ងំគេងបានផលមែននៅពេលដែលគាត់សម្ងំគេងហ្នឹងសំឡេងមួយហ្នឹងកើតឡើងម្ដងទៀតគាត់បានបើកភ្នែកព្រឹមដើម្បីលួចមើលថាតើជាអ្នកណាអ្វីដែលគាត់ឃើញគឺជាមនុស្សស្រីម្នាក់អូយស្លៀកពាក់ឈុតសតែម្ដងកំពុងតែដើរជុំវិញក្រែរបស់គាត់សម្លឹងមើលចុងជើងរបស់ម្នាក់ហ្នឹងតែអ្វីដែលគាត់ឃើញម្នាក់ស្រីហ្នឹងអត់មានធំចកងចក្រមគឺអត់មានទេអត់ឃើញប្រអប់ជើងប៉ះមួយដីទេតែអ្វីដែលគាត់ឃើញអូយព្រឺក្បាលអ្វីដែលគាត់ឃើញគឺម្នាក់ហ្នឹងអង្កលដូចជិះស្គីអញ្ចឹងណាអញ្ចឹងនៅពេលអង្កលទៅមុខដូចបោះចាហ៊ានដើរទៅមុខឮសំឡេងមកក្រឹបស្រឹបប៉ុន្តែសន្តានដែលគាត់ឃើញគឺដូចជិះស្គីអញ្ចឹងអត់ដើរអាលាក់ដូចមនុស្សធម្មតាទេគឺល្អិលទៅមុខតែឮសំឡេងជើងនៅតែស្រឹបអញ្ចឹងត្រឹមប៉ុណ្្នឹងគាត់ច្បាស់ហើយថាអ្វីដែលឮនេះគឺខ្មោចកំពុងតែធ្វើកលគាត់ហើយគាត់សម្ងំគេងរហូតរំលងថ្ងៃទី1ចូលដល់យប់ទី2គាត់គេងធម្មតាជាមួយនឹងមិត្តភ័ក្តិរបស់គាត់រហូតដល់ម៉ោងប្រហែលជាម៉ោង1កន្លះយប់គាត់ជួបម្ដងទៀតជួបលើកនេះគឺស្លៀកឈុតសដដែលទម្លាក់សក់អូយពឺក្បាលឃើញច្បាស់ភ្នែកហ្មងទម្លាក់សក់ឈរនៅចុងជើងរបស់គាត់ពេលគាត់ឃើញឈរនៅចុងជើងរបស់គាត់បានយកភួយហ្នឹងមកកលុំនៅពេលដែលកលុំហើយគាត់បានបើកមកមើលអារបៀបថាហ្នឹងចង់ដឹងថាទៅបាត់នៅខ្មោចហ្នឹងនៅពេលដែលគាត់បើកនេះម្នាក់ស្រីហ្នឹងបាត់ទៅហើយពីចុងជើងរបស់គាត់តែមកឈរនៅលើក្បាលដំណេករបស់គាត់វិញអូយស្ដែងសាហាវពេកពេលគាត់ងើបមើលលើក្បាលហ្នឹងឃើញនៅលើក្បាលដំណេកហ្នឹងគាត់យកគាត់ភួយហ្នឹងមកកលុំម្ដងទៀតហើយម្នាក់ស្រីហ្នឹងក៏បាត់ម្ដងទៀតបានតែបន្តិចស្រាប់តែគាត់ឮសំឡេងយំឮសូរសំឡេងយំជាសំឡេងខ្សឹបខ្សួលជាសំឡេងស្រួយស្រាលបុកមកតិចរបស់គាត់ហើយគាត់ឮសំឡេងគឺ 100% ច្បាស់ជាសំឡេងខ្មោចព្រោះវាកលួចអូយព្រោះវាកលួចវាខុសពីសំឡេងរបស់មនុស្សខ្ញុំមិនដឹងនិយាយថាមិនទេតែខ្ញុំអាចយល់អាសំឡេងហ្នឹងបានបើសិនជាបងប្អូនមើលរឿងកុនគឺដឹងហើយថាសំឡេងហ្នឹងគឺសំឡេងមិនយំវាមិនមែនយំហាអញ្ចឹងទេតែវាយំអូយភឺខ្លាំងមែនតើគឺ